យើងមកដល់ខាងមុខអង្គភាព ថាទំទាយស្រីហើយបងប្អូនហើយនេះគឺមានភ្ញៀវអន្តរជាតិចូលមកទស្សនាច្រើនមែនទេចឹងយើងធ្វើដំណើរទៅខាងក្នុងបន្តទៀតអូខេឥឡូវយើងចូលមកដល់ឡងទ្វារអញ្ចឹងយើងចូលទៅខាងក្នុងអង្គដើម្បីទស្សនានៅប្រាសាទនេះមានបងប្អូនខ្មែរប្រទេសមកទស្សនាច្រើនមែនទេ